គីណាផ្ទុះអាវុធមុនសម្ដេចបវរធិបតីហ៊ុនម៉ាណែតចង់ឲ្យសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីផ្ទៀងផ្ទាត់ជាមួយរូបភាពផ្កាយរណបតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកអាល់វ៉ាប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថាចំពោះហេតុការណ៍បាញ់ប្រហារនៅរុស្ស៊ីថ្ងៃទី7ខែធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរសម្ដេចបានផ្ដល់យោបល់ថាកងទ័ពឬឋានប័ណ្ណជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបាញ់មុនសម្ដេចធិបតីបានបញ្ជាក់ថាវិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួលនិងមានតម្លៃភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការទន្ទឹមគ្នានេះសម្ដេចធិបតីក៏បានថ្លែងអំណរអគុណលោកទាំងពីរចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្ដៅសម្រាប់ឲ្យបាននៅសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃកម្ពុជាតែងតែប្រកាន់ភ្ជាប់នៅជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ